តានិងឥសីបានមកសួរនាំក្មេងស្រីទាំង4នាក់នោះតាមក្បួនតម្រាពីមួយទៅមួយសិនមុននឹងអាចឲ្យយកចូលថ្វាយព្រះបាននៅពេលថ្ងៃត្រង់គេរៀបចំមឈូសទៅតាមលំដាប់អាយុនិងមានខណ្ឌដោយដើមចេកត្បិតអីថ្ងៃនេះជាថ្ងៃត្រូវបូជានៅតាមមឈូសនីមួយៗគេមានដាក់ឈ្មោះសពដើម្បីងាយសម្គាល់នៅពេលបូជារួចនៅពេលតម្រៀបរួចហើយសាច់ញាតិរៀបចំដាក់ដើមឆ្នោតដែលមានក្លិនក្រអូបនិងអស់សម្រាប់បូជាឆ្នាំនេះសពទាំងអស់មានចំនួន29សពនៅល្ងាចថ្ងៃដដែលក្រុមអាចារ្យនិងសាច់ញាតិបានរៀបចំធ្វើកិច្ចបូជាសពល្ងាចនេះមនុស្សម្នាបានមកចូលរួមយ៉ាងច្រើនត្បិតជាកិច្ចពិធីដ៏សំខាន់មុននឹងធ្វើការបូជាគេមានកិច្ចពិធីតូចៗមួយចំនួនក៏មិនខុសពីការបូជានៅតំបន់ផ្សេងៗដែរគេជ្រើសយកបុគ្គលណាម្នាក់ឲ្យភ្លើងតាមរយៈរូបតំណាងទេវតាហោះទៅអុជខ្សែរំសេវដែលគេបានរៀបចំបន្ទាប់ពីភ្លើងចាប់ផ្ដើមឆេះហើយគេចាប់ផ្ដើមអុជកំជ្រួចដែលមានសម្លេងដូចសត្វដំរីនិងកំជ្រួចផ្កាភ្ញីផ្សេងៗទៅលើមេឃលាន់ទ្រហឹងអើងកងក្នុងអត្ថន័យដេញឧបទ្រពចង្រៃនិងជាទីគាប់ភ្នែកដល់មហាជនផងវេលាជាមួយគ្នានោះដែរគេត្រូវធ្វើកិច្ចតម្រង់ទៅសពដែលមានអាចារ្យព្រះសង្ឃយាយគៀសចិញ្ចៀនត្បូងស្មឹងស្មាតសូត្រធម៌ជួយឲ្យសពបានទៅដោយធម៌បន្ទាប់ពីគេបូជាឆេះសពអស់ហើយកិច្ចបន្ទាប់ជាកិច្ចប្រែរូបកិច្ចនេះគេធ្វើឡើងដើម្បីបង្កើតរូបរាងជាថ្មីឲ្យសពដើម្បីបានទៅចាប់ជាតិជាថ្មីត្បិតអីរាងកាយចាស់ត្រូវបានរំលាយអស់ហើយអាចារ្យយោគីនិងអ្នកភ្លុកចាប់ផ្ដើមយកចបមកវេកាយកំណោខ្ជូងលាយឡំជាមួយនឹងឆ្អឹងឲ្យកើតចេញជារាងមនុស្សមានក្បាលមានខ្លួននិងដៃជើងជាដើមបន្ទាប់មកគេយកសាច់មកបន្ទប់ឲ្យចេញជារូបរាងភ្នែកច្រមុះនិងមានដាក់ចិញ្ចៀននៅលើភ្នែកទាំងគូនិងរុនផ្សិតរីឯជង្គង់គេដាក់គ្រាប់អង្គញ់មួយគូបន្ទាប់មកទៀតគេយកស្លឹកចេកមកគ្របពីលើនិងដាក់ទង់ព្រលឹងតាមបុគ្គលនីមួយៗនិងបន្ថែមដោយក្រមាមួយជាន់ទៀតសង្កេតឃើញគេមានដាក់បាយមួយកូនកន្ទោងនិងមានទឹកមួយកូនកន្ទោងនៅតាមសពនីមួយៗកិច្ចបន្ទាប់គេធ្វើការតុបតែងកាត់សក់ជូនសពដែលគេសន្មតថាជាបុគ្គលថ្មីព្រីប្រដូចទៅនឹងទារកទើបកើតត្រូវធ្វើពិធីបង្កក់ឆ្មបអញ្ចឹងដែរកាត់សក់លេងបន់គេបន្ទាប់ពីប្រកាសហៅឈ្មោះសពហើយគេយកក្រាស់សាត់សក់កន្ត្រៃដែលធ្វើពីដើមចេកយកទៅឧបកិច្ចកាត់ឲ្យបុគ្គលនោះក្រោយពីកិច្ចនេះចប់ហើយសាច់ញាតិទាំងអស់រួមទាំងអាចារ្យអង្គុយជុំវិញភ្នំយោងដើម្បីធ្វើពិធីបង្វិលពពិលជូនសពបន្ទាប់មកទៀតអាចារ្យយោគីយកចបជីកកោសក្រវ៉ាត់ស្លឹកចេកនិងទង់ព្រលឹងដែលគេសន្មតថាជាបានសម្គាល់ខ្លួនរបស់សពសម្រាប់ទុកបង្ហាញយមរាជម្ដងមួយចោលទៅឆ្ងាយក្នុងអត្ថន័យសពទាំងនោះបានទៅជួបយមរាជដើម្បីចាប់កំណើតជាថ្មីបន្ទាប់ពីអាចារ្យធ្វើកិច្ចនេះចប់ហើយជាពេលវេលាដែលសាច់ញាតិអាចចូលទៅរើសឆ្អឹងបាននៅពេលដែលរើសឆ្អឹងរួចហើយសាច់ញាតិយកឆ្អឹងនោះទៅលាងជាមួយទឹកដូងដែលគេជឿថាទឹកដូងល្អបរិសុទ្ធជំរះឧបទ្រពចង្រៃនិងមានសិរីសួស្តីបន្ទាប់ពីលាងសម្អាតរួចហើយគេយកឆ្អឹងទៅដាក់នៅក្នុងថ្នាក់ក្រមាដែលសន្មតថាជាអង្រឹងយកជ្រៀងបំពេដូចទៅនឹងទារកដែលទើបតែកើតជាចុងក្រោយធាតុត្រូវបានទុកដាក់នៅក្នុងកោដ្ឋដើម្បីធ្វើពិធីឆ្លងនៅថ្ងៃស្អែកដែលមានការរាប់បាតនិងហែរប្រតិសិនជាកិច្ចបញ្ចប់
ពិធីបុណ្យបូជាសពរួមបង្ហាញពីការរក្សានៅទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែបរបស់ខ្មែរនៅតំបន់អង្គរដែលជាទឹកដីដែលសម្បូរទៅដោយប្រពៃណីវប្បធម៌សាសនានៅលើអតីតរាជធានីរបស់អាណាចក្រខ្មែរ